បាទថ្ងៃនេះដែរយើងនឹងមកទៅជែកគ្នាអំពីនីតិវិធីនៃការចូលជួបប្រាស្រ័យទាក់ទងកូននៅពេលដែលមានការលែងលះកើតឡើងបាទនៅក្នុងនេះការចូលជួបប្រាស្រ័យទាក់ទងកូនគឺជាសិទ្ធិតាមផ្លូវច្បាប់ដែលភាគីម្ខាងទៀតដែលមិនមានសិទ្ធិអំណាចមេបាចំពោះគ្រប់គ្រងកូននឹងគាត់អាចចូលជួបប្រាស្រ័យទាក់ទងកូនបានគ្រប់ពេលវេលានៅក្នុងនេះដែរខ្ញុំសូមបញ្ជាក់ថាបើសិនជាបងប្អូនព្រមព្រៀងគ្នាក្នុងការចូលជួបប្រាស្រ័យទាក់ទងកូននៅពេលដែលមានការលែងលះនឹងបងប្អូនអាចអនុវត្តទៅតាមការព្រមព្រៀងនោះបានក៏ប៉ុន្តែបើសិនជាបងប្អូនមិនមានការព្រមព្រៀងទេនោះតុលាការនឹងធ្វើការសម្រេចទៅតាមឆន្ទានុសិទ្ធិរបស់ខ្លួនហើយបងប្អូនអនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការទៅហើយក្នុងចំណុចនេះខ្ញុំចង់បងប្អូនស្វែងយល់មួយទៀតថាឃើញមានតាមរយៈ Facebook ឬតាមរយៈ social media ជាច្រើនឃើញនៅពេលដែលមានការលែងលះកើតឡើងឃើញភាគីដែលមានសិទ្ធិអំណាចមេបាចំពោះកូននោះគាត់មិនអនុញ្ញាតឲ្យភាគីម្ខាងទៀតដែលមានគ្មានសិទ្ធិអំណាចមេបាចំពោះកូននោះចូលជួបប្រាស្រ័យទាក់ទងកូនទេដែលគាត់អះអាងថាតុលាការបានប្រគល់សិទ្ធិអំណាចមកខ្ញុំក្នុងការមើលថែកូនហើយដូច្នេះខ្ញុំមិនឲ្យអ្នកឯងចូលមើលទេព្រោះតុលាការប្រគល់សិទ្ធិឲ្យខ្ញុំហើយនៅចំណុចនេះគឺជាការយល់ខុសរបស់បងប្អូនដែលវាផ្ទុយទៅនឹងច្បាប់អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ថាទោះបីជាបងប្អូនដែលជាពុកក្តីជាម្ដាយក្តីមានសិទ្ធិអំណាចមេបាក្នុងការគ្រប់គ្រងកូនក៏ដោយតែបងប្អូនមិនអាចហាមឃាត់ឬក៏បិទសិទ្ធិអ្នកដែលជាឪពុកឬជាម្ដាយក្នុងការសួរសុខទុក្ខឬក៏ចូលប្រាស្រ័យទាក់ទងកូននោះទេព្រោះអីការអនុវត្តនឹងការគិតបែបនេះគឺជាការខុសឆ្គងយ៉ាងខ្លាំងដែលធ្វើឲ្យសង្គមរបស់យើងវារញ៉េរញ៉ៃហើយវាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនយល់ថាកាតព្វកិច្ចរបស់យើងគឺសិទ្ធិនិងកាតព្វកិច្ចរបស់យើងគឺយើងមានសិទ្ធិនៅក្នុងការគ្រប់គ្រងចាំបីបែកថាសាកូនប៉ុន្តែយើងមានកាតព្វកិច្ចក្នុងការឲ្យភាគីម្ខាងទៀតដែលជាអតីតប្តីឬក៏ជាប្រពន្ធនេះមានសិទ្ធិនៅក្នុងការចូលជួបប្រាស្រ័យទាក់ទងកូនតាមការកំណត់ណាមួយដែលពួកយើងបានព្រមព្រៀងគ្នាហើយទោះបីជាយើងអត់បានព្រមព្រៀងគ្នាក៏ដោយក៏បើសិនជាច្បាប់ឬក៏តុលាការគាត់កំណត់បែបណាយើងត្រូវអនុវត្តទៅតាមគោលការណ៍ឬក៏ទៅតាមការសម្រេចបែបនោះ